សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះតោះយើងនាំគ្នាទៅមើលចំណូលដែលខ្ញុំទទួលបានពី YouTube កាលពីខែ3ខែមុនណាបងប្អូនទាំងអស់គ្នាខែ3ខែនេះបាទតែខ្ញុំទទួលបានចំណូលពី YouTube ប្រហែលអូខេឥឡូវយើងចូលទៅមើលទាំងអស់គ្នាឥឡូវនេះយើងចូលមកGoogle AdSense របស់ខ្ញុំទាំងអស់គ្នាឥឡូវនេះយើងចង់ដឹងថាបានប្រហែលអញ្ចឹងយើងចូលមក Google AdSense ទាំងអស់គ្នាខ្ញុំបើក tab មួយបាទនៅលើកុំព្យូទ័រនេះហើយបន្តមកទៀតខ្ញុំចូលទៅ Google AdSense បាទដោយសារខ្ញុំធ្លាប់គេហៅថា login ចូលទៅហើយអញ្ចឹងនៅពេលដែលខ្ញុំបើកមកគឺវាលូតចេញអញ្ចឹងនេះគឺ action របស់ខ្ញុំបាទអញ្ចឹងខ្ញុំទាញមកខាងក្រោមបាទមកកន្លែង payment នេះបងប្អូនអរនេះបាទហើយបន្តមកទៀតខ្ញុំយក payment info បាទ payment info អូខេអញ្ចឹង YouTube Cambodia payment account របស់ខ្ញុំបាទកំពុងតែដើរបាទអញ្ចឹងសម្រាប់ខែមុនកាលពីខែ3នេះគឺជាគេហៅថា transaction ដែល YouTube បានផ្សាយមកឲ្យខ្ញុំអញ្ចឹងខ្ញុំចូលមក view transaction មើលលម្អិតបាទអញ្ចឹងសម្រាប់ខែ3ខ្ញុំទទួលបានពី YouTube បាទចំនួន$135បាទដែល YouTube បានធ្វើការទូទាត់មកឲ្យខ្ញុំនៅថ្ងៃទី25ខែ3ឆ្នាំ2026តែកាន់ account eBay របស់ខ្ញុំនេះណាបងប្អូនទាំងអស់គ្នាបាទហើយចំនួន$135.88ចុះកាលពីខែមុនបាទកាលពីខែ2នេះfirst February បាទ23អញ្ចឹងកាលពីខែ2ខ្ញុំទទួលបានពី YouTube ប្រហែលកាលពីខែ2ខ្ញុំទទួលបានពី YouTube របស់ខ្ញុំគឺចំនួន$113បាទនេះដែល YouTube ធ្វើការទូទាត់ទៅឲ្យខ្ញុំហ្នឹងគឺកាលពីថ្ងៃទីបាទ22ខែ2បាទចំនួន$113ចឹងត្រឡប់មកវិញសម្រាប់បងប្អូនដែលគេហៅថាចង់បង្កើតប្រាក់ចំណូលពី YouTube បាទគឺបងប្អូនអាចនៅក្នុងប្រទេសកម្ពុជាយើងគឺអាចរកលុយបានពី YouTube 100%មិនពិបាកប្រើ VPN ឬក៏ VPS អីទេណាបងប្អូនទាំងអស់គ្នាមានតែទូរស័ព្ទដៃហើយឲ្យតែបងប្អូនចូលចិត្តបង្កើតមាតិកាណាដែលមានគេហៅថាអត្ថប្រយោជន៍ដូចជាការបង្រៀនឬក៏ការចែករំលែកអីផ្សេងៗបងប្អូនអាចបង្កើត YouTube បាទហើយបើមានជាសំណួរអីផ្សេងៗពុកម៉ែបងប្អូនអាចឆាតមកសួរខ្ញុំបានខ្ញុំរីករាយនឹងឆ្លើយតបបញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថាខ្ញុំនឹងបើកវគ្គបង្រៀនរកលុយពី YouTube សម្រាប់ឆ្នាំ2026គឺបង្រៀន free នៅក្នុងវគ្គនេះគឺខ្ញុំបានដាក់ចំណងជើងថា start from zero to YouTube income 2026អញ្ចឹងមានន័យថាការចាប់ផ្ដើមពីចំណុច0រហូតទៅដល់អាចរកចំណូលពី YouTube បានអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍អាច join នៅក្នុងក្រុម Telegram របស់ខ្ញុំក៏ដូចជា subscribe ទៅលើ channel របស់ខ្ញុំផងដែរហើយមានជាសំណួរឬក៏អីផ្សេងៗអាច comment នៅខាងក្រោមតែអាចឆាតមក direct ក៏បានដែរងាយស្រួលព្រោះការ comment អីផ្សេងៗវាអាចនិយាយបានថាខ្ញុំងាយនឹងចូលមើលដែរអញ្ចឹងសូមអធិស្ឋានផងណាបងប្អូនទាំងអស់គ្នាសូមអរគុណច្រើន